ួស្ដីបងប្អូនទាំងអស់គ្នាអីគូម៉ែថ្ងៃនេះទំនេរជីកង់ទៅរកស្ទូចត្រីលេងបាទឥឡូវនេះយើងជិះបណ្ដើរមើលផ្លូវបណ្ដើរហើយចាំមើលវាតទៅមុខទៀតវាយ៉ាងម៉េចបាទឥឡូវនេះយើងមកដល់ប្រឡងហើយគប់លើកសង្ស័យថាអំបិលហើយថ្ងៃហ្នឹងអញ្ចឹងបាទឥឡូវនេះយើងដូចស្ទូចទៅយ៉ាងយូរហើយប៉ុន្តែអត់មានឃើញត្រីមកស៊ីទេសង្ស័យត្រីរវល់ទៅផឹកស៊ីអស់ហើយមើលទៅអញអស់និយាយមកគប់តាំងពីថ្ងៃរហូតដល់ល្ងាចមិនថាត្រីរស់តែឆ្ដោសំបីតែកំពឹសក៏មិនឃើញមានផងកំពុងតែស្ទូចត្រីអត់បានផងចង្រៃអីតាក់មែកឈើពីក្រោយធ្វើឲ្យមូម៉ៅអស់តាលុsorry តាក់មែកឈើមិនសូវសំខាន់ប៉ុន្មានសំខាន់កន្លែងនឹងត្រីស៊ីទៀតវ៉ាវដោយសារស្ទូចកន្លែងនឹងអស៊ីដូរកន្លែងស្ទូចម្ដងមកដល់កន្លែងនេះមើលទៅតំណងហើយស្អាតជាងមុនដោយសារមានព្រៃបាំងការពារកុំឲ្យត្រីមើលឃើញកន្លែងថ្មីនឹងមើលទៅតំណងដែរប៉ុន្តែមើលទៅដូចអត់ឃើញមានត្រីហើមមាត់សោះមិនដឹងជាកើតអីថ្ងៃហ្នឹងស្ទូចបណ្ដើរមើលឆ្វេងមើលស្ដាំបណ្ដើរខ្លាចមានត្រីផុសកន្លែងណាកុកកន្លែងហ្នឹងឆាប់បានទៅផ្ទះវិញទៀតហើយអញអើយតែបានផ្ទះបាញ់អត់ទៅមែនត្រីអស់នឹងមើលទៅរឹកណាស់ដាក់ចំណីឲ្យស៊ីហើយនៅតែមិនស៊ីស្អីគេហើយខេតណាអត់ចាស្ទូចមិនចង់ស៊ីបើតាមចិត្តខឹងចុះទៅចាប់ឥឡូវហើយខ្ញុំគាំទ្រលោកអើយលោកពេញដំហឹងមកស្ទូចចុះស្ទូចឡើងឥឡូវឃើញដេញនុយមកមួយហើយយើងមានសង្ឃឹមហើយមិនអំបិលទេថ្ងៃនេះជុំកាត់មែនដេញនុយ2-3 ដងហើយប៉ុន្តែនៅតែអត់តន់ខំសង្ស័យវាដឹងនុយហើយមើលទៅដេញនុយជាលើកទី3ដងនេះដឹងតែជាប់របស់ខ្ញុំហើយអញ្ចឹងខ្ញុំថាលើកទី3នេះចូលគឺចូលហើយកុំលេងជាមួយស្មាត់បឹងតមោកអញមិនឃើញអត់ចង់ឃើញអញមិនចង់ឃើញអ្វី
បាទបន្ទាប់ពីយើងបានចូលមួយហើយពេលនេះយើងរៀបចំទៅផ្ទះហើយឈប់ស្ទូចហើយ អីគូម៉ែម៉ែ បាទគណៈពេលនេះយើងកំពុងតែរៀបចំដោះសន្ទូចយើងចេញពីមាត់ត្រី អាស្ទីលហ្នឹងអញស្រាប់អញវាយពី3នាក់ហើយ